សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងទិនហ្វីត្រឡប់មកវីដេអូថ្មីមួយទៀតដែលយើងនឹងបរិយាយអំពីការទៅរាជធានីរបស់ប៉ាវឡុងស៊ីហើយទៅជួបមន្ត្រីត្រូវបានមន្ត្រីធ្វើឲ្យខកបំណងពាក្យថារាជធានីខកបំណងមិនមែនជាឈ្មោះផ្លូវការនៃរាជធានីណាមួយទេតែវាជាឃ្លាមួយដែលត្រូវបានប្រើប្រាស់ដើម្បីពណ៌នាអំពីអារម្មណ៍ខកចិត្តភាពតានតឹងឬក្តីសង្ឃឹមដែលមិនបានសម្រេចរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងទីក្រុងធំមួយជាពិសេសរាជធានីការខកបំណងនេះជារឿយៗកើតចេញពីការផ្ទុយគ្នាខ្លាំងរវាងក្តីស្រមៃនិងការពិតនៃជីវិតនៅក្នុងទីក្រុង1ក្តីសង្ឃឹមនិងភាពខកចិត្តរាជធានីត្រូវបានឃើញជាទីកន្លែងឱកាសក្តីសង្ឃឹមមនុស្សជាច្រើនបានចាក់ចេញពីស្រុកកំណើតមកកាន់រាជធានីក្នុងក្តីសង្ឃឹមថានឹងទទួលបានរកបានការងារល្អប្រាក់ខែខ្ពស់និងការអប់រំល្អនិងជីវិតប្រសើរជាមុនភាពខកចិត្តទោះជាយ៉ាងណាក៏ដោយការប្រកួតប្រជែងមានកម្រិតខ្ពស់ហើយថ្លៃចំណាយក្នុងការរស់នៅក៏កើនឡើងឥតឈប់ឈរអ្នកខ្លះធ្វើការធ្ងន់ធ្ងរណាស់តែនៅតែពិបាករកប្រាក់គ្រប់គ្រាន់សម្រាប់គ្រប់គ្រងជីវភាពសមរម្យដែលនាំឲ្យមានអារម្មណ៍ថារាជធានីមិនបានដូចការគិត2បញ្ហាហេដ្ឋារចនាសម្ព័ន្ធនិងស្ថានភាពការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុងបានធ្វើឲ្យធនធាននិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនមិនអាចតាមទាន់បញ្ហាចរាចរណ៍ភាពកកស្ទះចរាចរណ៍ប្រចាំថ្ងៃគឺជាប្រភពនៃតានតឹងនិងខ្ជះខ្ជាយពេលវេលានិងថយចុះសុខភាពផ្លូវចិត្តទឹកជំនន់មានភ្លៀងធ្លាក់នៅពេលដែលទីក្រុងមួយចំនួននៅតែប្រឈមមុខនឹងការលិចលង់ដែលរំខានទៅដល់ការធ្វើដំណើរនិងបង្កផលប៉ះពាល់ទ្រព្យសម្បត្តិបរិយាកាសផ្សែងធូលីនិងការបំពុលសំឡេងធ្វើឲ្យគុណភាពជីវិតនិងសុខភាពរបស់អ្នកនៅទីក្រុងធ្លាក់ចុះគម្លាតសេដ្ឋកិច្ចនិងសង្គមរាជធានីបង្ហាញពីគម្លាតសេដ្ឋកិច្ចនិងសង្គមដ៏ធំរវាងអ្នកមាននិងអ្នកក្រភាពផ្ទុយគ្នានៅក្បែរអគារខ្ពស់ៗនិងផ្សារទំនើបធំៗគេនៅតែអាចឃើញតំបន់ដែលមានជីវភាពលំបាកនឹងការរស់នៅខ្វះខាតសម្ពាធសង្គមក្នុងការបង្ហាញភាពជោគជ័យនិងប្រៀបធៀបខ្លួនទៅអ្នកដទៃដែលមានជីវភាពធូរជាងខ្លួនអាចនាំឲ្យមានភាពតានតឹងផ្លូវចិត្តនិងអារម្មណ៍ខកបំណងយ៉ាងខ្លាំងប៉ុន្តែនៅត្រង់វគ្គនេះយើងសំដៅទៅលើប៉ាវឡុងស៊ីរបស់យើងដែលធ្វើដំណើរទៅកាន់រាជធានីហើយជួបមន្ត្រីដែលឪពុកធ្លាប់ជួយពីមុនមកប៉ុន្តែបែរជាបពពួកនិងជនថោកទាបទៅវិញនោះទើបធ្វើឲ្យប៉ាវឡុងស៊ីរបស់យើងមានការខកបំណងហើយគឺសង្ឃឹមថានឹងស្វែងរកផ្លូវថ្មីដើម្បីជួយទៅដល់អ្នកដែលជួបអយុត្តិធម៌សេចក្តីសន្និដ្ឋានរាជធានីខកបំណងគឺជារូបភាពប្រៀបធៀបដែលបង្ហាញពីការឈឺចាប់និងការលំបាកក្នុងជីវិតតស៊ូនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងការដោះស្រាយបញ្ហាវាគឺជាការរំលឹកថាទោះបីជាទីក្រុងផ្ដល់នូវឱកាសច្រើនក៏ដោយក៏វានាំមកនូវបញ្ហាប្រឈមធំនិងផ្ដល់បង្កឲ្យបាត់បង់សុខុមាលភាពផ្ទាល់ខ្លួនផងដែរវីដេអូនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយសូមអរគុណក៏ដូចជាសូមគោរពលា